សួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំមកបង្ហាញតកតងទៅនឹងតិចនិចមួយទៀតសម្រាប់គ្នាយើងដែលគាត់នៅមានចំណងពិសេសសម្រាប់គ្នាយើងថ្មីតកតងទៅនឹងការធ្វើដំណាំតកតងទៅនឹងកូនកន្លងនេះគឺយើងលាបតំណផែនទឹកហើយអានេះខ្ញុំនិយាយរឿងដំណាំខ្ញុំអត់និយាយការដំឡើងទេខ្ញុំចង់ដល់ចំណេះដឹងតកតងទៅនឹងការធ្វើដំណាំទេនេះយើងមុននឹងបានបៀដីគឺយើងបានលាបតំណពេលទឹកហើយតំណនេះខ្ញុំបានប្រើតំណដំបូងគឺ NC ឬក៏គេហៅថា BL ហ្នឹងនៅតាមតំបន់ប៉ុន្តែដល់ពេលដែលខ្ញុំគេជាងខាត់លេខ100ខាត់អីហើយបានខ្ញុំប្រើពីតមកទៀតបានទុកឲ្យវាស្ងួតទុកឲ្យហើយបានចាប់ដើមមកយកមកវាតឡើងពេលតឡើងនេះហើយខ្ញុំចាប់ដើមធ្វើក្បាលវៃវាសិនវៃអីហើយបានខ្ញុំចាប់ដើមមកតំណ BU ឬក៏តំណទីប្រភេទគឺដីបៀហើយដីបៀជាមួយនឹងដីលេងយើងខ្ញុំប្រើម្សៅដីលេងទេវាងាយស្រួលរកមិនថានៅតាមតំបន់ណាទេក៏មានដែរជាច្រើនទីខ្លះគេហៅថាម្សៅចិនយើងអាចលាយវាបានដូចគ្នាហើយយើងប្រើទឹកយើងអាចប្រើ BU ក៏បានអត់បានតែ BU យើងលាយកូនបំចឹងទេវាអត់ស្ងួតបន្តយកមកបៀកតាមបាល់ដេកឬបាល់វីអីហ្នឹងយ៉ាងនេះគឺបាល់ចិត្តយើងដីនឹងបៀកទៅទៅរុនហើយប្រេះអីយើងអាចបៀកបានអត់នេះអានេះយើងបៀកបានតែរុនតូចទេរុនធំយើងនៅតែប្រើកាវទេយើងអត់ចោលទេសម្រាប់បៀកយើងទុកវាស្អីហើយបានយើងប្រើกระดาษមកតែនេះហើយពោខាត់ចាប់ពី180រហូតដល់300 600អ្នកនរគ្នាចាំនៅពេលដែលយើងប្រើកាន់ក្រៅលេខគឺប្រឡូមនៃអីវ៉ាន់របស់យើងកាន់តែល្អពិសេសមកផលទឹកយើងបាញ់ពីទឹក3ទឹកអីមុនការបាញ់សម្រាប់យើងក្រាស់ពីលុយសាច់ឡើងតែរលុយនឹងសំណើការសាច់តាមវាតែក្រាស់កូនមុខ10ស្នូប្រកាន់ដៃមុខ13និយាយធ្វើអត់តាប់មកស្អាតហើយចំពោះជាងជើងជាងកម្រាស់យើងដាក់ឲ្យកូនសម្រាប់ញៀវវាចង់ដឹងព័ត៌មានបន្ថែមឆាន Telegram ចង់សាកសួរព័ត៌មានតទៅនឹងតាមការអាចបានដែរមកកាន់ដៃឈ្នួលទៅដល់ទីតាំងនេះអាចឆាតស៊ីបានអរគុណចំពោះការតាមដាននៅវីដេអូនេះខ្ញុំខានចេញវីដេអូធំហើយគ្នានៅវីដេអូក្រោយ